បន្តអ្វីដែលខ្ញុំសូមធានាជាមួយបងប្អូនថាអតីតភាពរបស់បងប្អូនកម្មការរាជរោងចក្រហ៊ុយជៀនមិនបាត់ជាដាច់ខាតមានតែនៅអាចបន្លំបងប្អូនបានទេតែរោងចក្រនេះទោះបីព្រោះតដែលឬមួយដូរឈ្មោះប៉ុន្តែត្រូវតែគោរពច្បាប់ត្រូវតែធ្វើតាមច្បាប់ 100%ខ្ញុំនឹងឲ្យតការរោងចក្រនេះគឺធ្វើកិច្ចសន្យាជាផ្លូវការឲ្យក្រសួងនឹងទទួលខុសត្រូវចំពោះបញ្ហាកិច្ចសន្យានេះជាមួយនឹងជំនួសឲ្យបងប្អូនកម្មការនេះរបស់យើងបញ្ហាមួយទៀតដែលនៅសល់ដែរគឺតំណែងរបស់បងប្អូនដែលត្រូវគេប្រជុំចេញពីការងារក្រសួងនឹងខិតខំធ្វើរកវិធីដើម្បីឲ្យគេអាចធ្វើត្រឡប់ចូលមកធ្វើការវិញតែគឺតាមច្បាប់ស្តីពីការងារការរំខានខ្ញុំបានចង្កាធ្វើការនៅចាក់បញ្ជើខូចជាខាងទៀតស្វាយជាដំណើរកម្មករខ្ញុំរំភើបណាស់ដែលបាននៅឯអាដាមអត់សំភេងអាដាមឆាអេឆៃអៀងនឹងលោកជំទាវការសម្បត្តិរដ្ឋគាត់បានមកជួបពួកខ្ញុំតណាគាត់បានសម្ដែងសម្ដាងគាត់ថាតែភាពពួកខ្ញុំរងចាក់បញ្ជើខូចជាដែលតបានមកជិតមួយខែអូនស្អាតគឺមួយខែគាត់ថាតែភាពពួកខ្ញុំគាត់បាត់បង់ទេហើយតំណាងកម្មករហេងស៊ីហឿងដែលគេត្រូវជួការងារហ្នឹងក៏គាត់ត្រូវចូលវិញដែរអញ្ចឹងពួកខ្ញុំក្នុងនាមខ្ញុំជាតំណាងកម្មករត្រេកអររំភើបណាស់រំភើបយកអ្វីប្រៀបទៅពុំបានខ្ញុំបញ្ជាក់ប្រាប់ផងសូមតែថ្លៃជួលផ្ទះគេក៏ខ្ញុំអត់មានលុយជួលអត់មានលុយឡាក់ផ្ទះគេដែរព្រោះអីវាអត់ទាន់មកប្រាក់ខែចុងខែលុយឡានក៏ទៅលុយឡានដែរហើយតំណាងកម្មករផ្សេងទៀតក៏មិនបានលុយឡានទេកម្មករសរុបទាំងអស់នៅនឹងប្រហែលជាប្រមាណអ្នក1200អ្នកជាង